រដូវចូលវស្សាបានមកដល់ទៀតហើយអញ្ចឹងហើយចេះតែជ្រាបពេលវេលាដើម្បីទៅវត្តខ្លះដើម្បីធ្វើកសលផលបុណ្យហើយថ្ងៃនេះដែរគឺខ្ញុំបានយកទានវស្សាមួយចំនួនដើម្បីចូលទៅកាន់វត្តនៅឯស្រុកហើយនេះគឺជារបស់របរដែលយើងបានចូលគ្នាសាមគ្គីដើម្បីយកធ្វើទានវស្សាឲ្យដល់ពេលធ្វើបុណ្យម្ដងយុវវិធានមុខស្រស់ស្រាយមែនតើមើលមកឡើងញញឹមស្រស់ថ្លាជាមួយនឹងកុសលផលបុណ្យយើងតែម្ដងឥឡូវនេះគឺខ្ញុំបានមកដល់វត្តទី1ហើយអ្នកទាំងអស់គ្នាពេលមកដល់អត់សូវមានមនុស្សប្រហែលទេដោយសារខ្ញុំទៅនោះគឺថ្ងៃចុងសប្ដាហ៍ដែរប៉ុន្តែអត់សូវមានអ្នកមកច្រើនទេហើយយើងក៏ធ្វើការអុជធូបមុនសិនបន្ទាប់មកយើងក៏ធ្វើការប្រគេនទៅលើរបស់របរមួយចំនួនជូនដល់ព្រះសង្ឃបន្ទាប់ពីប្រគេនរួចរាល់ណាចាឃើញទិដ្ឋភាពនៅឯវត្តស្រស់ស្អាតខ្លាំងពេកក៏មកថតរូបនិងវីដេអូជាមួយនឹងផ្កាស្រស់ស្អាតតែម្ដងថ្ងៃដែលខ្ញុំទៅហ្នឹងគឺថាមិនអត់សូវក្តៅទេអ្នកនរគ្នាបើកថ្ងៃប៉ុន្តែអត់សូវក្តៅសោះហ្មងទៅធ្វើឲ្យយើងងាយស្រួលក្នុងការដើរថតរូបមែនតើនិយាយទៅដល់ទីណាក៏ថាថតវីដេអូឲ្យអ្នកនរគ្នាបានមើលដែរដូចវីដេអូនេះអញ្ចឹងណាអ្នកនរគ្នាមើលហើយកុំភ្លេចទទួលយកកសលផលបុណ្យឲ្យទទួលបាននៅបុណ្យស្មើៗគ្នាផងណាឃើញអត់មើលវីដេអូហើយបានចំណេញបានទាំងបុណ្យកុសលទៀតបន្ទាប់មកខ្ញុំក៏បានមកដល់វត្តទី2ហើយប្រគេនជាមួយនឹងរបស់របរអីវ៉ាន់មួយចំនួនដូចគ្នាហើយក្នុងថ្ងៃនោះដែរក៏ខ្ញុំបានធ្វើគប់ផ្សំជាមួយនឹងគ្រប់ខួប10ឆ្នាំរបស់ម៉ែរបស់ខ្ញុំនេះគាត់បានចែកឋានទៅផងដែរចំពោះវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរសូមអនុមោទនាបុណ្យដល់អ្នកទាំងអស់គ្នាឲ្យទទួលបានកុសលផលបុណ្យស្មើៗគ្នាដូចទៅនឹងខ្ញុំដែរហើយបើសិនជាអ្នកគ្នាពេញចិត្តកុំភ្លេចចុច share ខ្ញុំម្នាក់មួយផងណាដើម្បីទទួលតាមវីដេអូបន្តទៀតបាយបាយ